នៅក្នុងពិភពលោកដែលពោពេញដោយពន្លឺនៃសេរីភាពនិងការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យមានជ្រុងមួយនៃផែនដីដែលហាក់ដូចជាត្រូវបានបង្កកដោយពេលវេលានិងភាពអាថាកំបាំងបំផុតនោះគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េហើយនៅចំកណ្ដាលនៃភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនោះគឺបុរសម្នាក់ឈ្មោះគីមចុងអ៊ុនដែលមិនត្រឹមតែជាមេដឹកនាំរដ្ឋប៉ុណ្ណោះទេប៉ុន្តែលោកគឺជាតួអង្គដែលរស់ក្នុងពិភពមួយខុសប្លែកពីមនុស្សទូទៅទាំងស្រុងរឿងរ៉ាវរបស់មេដឹកនាំជំនាន់ទី3នៃត្រកូលគីមនេះមិនមែនចាប់ផ្ដើមឡើងដោយសម្រេចសង្គ្រាមឬការភិញុងអំណាចភ្លាមៗនោះទេប៉ុន្តែវាបានចាប់ផ្ដើមឡើងក្នុងភាពឯកាដ៏ជ្រៅបំផុតនៃយុវវ័យក្នុងនាមជាសិស្សសាលាម្នាក់នៅប្រទេសស្វីសលោកបានរស់នៅក្រោមឈ្មោះក្លែងក្លាយចំណាយពេលលេងបាល់បោះនិងស្ដាប់តន្ត្រីលោកខាងលិចខណៈដែលអត្តសញ្ញាណពិតរបស់លោកត្រូវបានលាក់បាំងយ៉ាងជិតឈឹងពីមិត្តភ័ក្តិជុំវិញខ្លួនបទពិសោធន៍ការរស់នៅក្នុងទ្វីបអឺរ៉ុបនេះហើយដែលបានផ្ដល់ឲ្យលោកនៅភ្នែកពីរគូគឺភ្នែកម្ខាងមើលឃើញពីភាពស៊ីវិល័យនៃពិភពសេរីនិងភ្នែកម្ខាងទៀតមើលឃើញពីភាពចាំបាច់នៃអំណាចផ្ដាច់ការដើម្បីរក្សានិរន្តរភាពនៃរាជវង្សក្រហមតែជាតារបស់លោកបានកសាងឡើងនៅខែធ្នូឆ្នាំ2011នាទីដែលលោកត្រូវឡើងកាន់អំណាចបន្ទាប់ពីមរណភាពរបស់ឪពុកលោកគឺលោកគីមចុងអ៊ីលពិភពលោកទាំងមូលបានសើចចំអកឲ្យលោកថាជាមេដឹកនាំវ័យក្មេងដែលខ្វះបទពិសោធន៍និងមិនទាន់ដាច់សរសៃឈាមអ្នកវិភាគអន្តរជាតិជាច្រើនបានព្យាករណ៍ថារបបដឹកនាំរបស់លោកនឹងត្រូវដួលរលំយ៉ាងហោចណាស់ក៏ត្រូវស្ថិតក្រោមការត្រួតត្រារបស់មន្ត្រីចាស់ៗដែលមានឥទ្ធិពលប៉ុន្តែគីមចុងអ៊ុនបានជ្រើសរើសសរសេរប្រវត្តិសាស្ត្រថ្មីមួយដោយភាពដាច់ខាតនិងឈាមត្រជាក់លោកបានបំផ្លាញភាពក្មេងខ្ចីឲ្យទៅជាអំណាចដៃខែបដោយបានធ្វើការរុះរើជួរថ្នាក់ដឹកនាំជាន់ខ្ពស់និងលុបបំបាត់រាល់បុគ្គលណាដែលលោកយល់ថាជាការគំរាមកំហែងរួមទាំងការប្រហារជីវិតពូបង្កើតរបស់លោកផ្ទាល់សកម្មភាពទាំងនេះមិនមែនធ្វើឡើងដោយសារតែភាពសាហាវយង់ឃ្នងតែម្ដងនោះទេប៉ុន្តែវាគឺជាភាសានៃការរស់រាននៅធ្មន់ពិគប់នយោបាយព្យុងយ៉ាងដែលប្រសិនបើលោកមិនមែនជាអ្នកកាប់សាច់នោះលោកនឹងក្លាយជាសាច់នៅលើឆ្នេរជារៀងរហូតយុទ្ធសាស្ត្រដ៏មហិមារបស់លោកដែលធ្វើឲ្យពិភពលោកឈប់សោយចំអកហើយងាកមកព្រួយបារម្ភជំនួសវិញគឺការយកអាវុធនុយក្លេអ៊ែរមកធ្វើជាជីវិតនិងសញ្ញាបៀចុងក្រោយនៃអធិភាពជាតិសម្រាប់គីមចុងអ៊ុនគ្រាប់បែកប៉រ៉ាម៉ាណូមិនមែនជាអាវុធសម្រាប់វាប្រហារមុនដើម្បីបំផ្លាញលោកនោះទេប៉ុន្តែវាគឺជាសម្បត្តិធានារ៉ាប់រងអាយុជីវិតរបស់របបលោកនិងជាខែលការពារមិនឲ្យកូរ៉េខាងជើងធ្លាក់ចូលក្នុងជោគវាសនាដូចជាប្រទេសលីប៊ីឬអ៊ីរ៉ាក់លោកបានដងប្រទេសដែលស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរពេញលេញដែលមានសមត្ថភាពបាញ់មីស៊ីលឆ្លងទ្វីបដល់ដីគោកសហរដ្ឋអាមេរិកលោកបានរំរបាំលើមុខកាំបិតជាមួយមហាអំណាចពិភពលោកដោយបានជួបចរចាជាមួយប្រធានាធិបតីអាមេរិកក្នុងភាពស្មើមុខស្មើមាត់ដែលជាសមិទ្ធផលនយោបាយដ៏ធំធេងដែលឪពុកនិងជីតារបស់លោកមិនដែលធ្លាប់បានសម្រេចមកដល់បច្ចុប្បន្នគីមចុងអ៊ុននៅតែបន្តរក្សាអំណាចផ្ដាច់ការយ៉ាងតឹងរឹងខណៈដែលលោកបានចាប់ផ្ដើមបង្ហាញស្រមោលនៃអនាគតតាមរយៈការនាំកូនស្រីរបស់លោកចូលក្នុងឆាកនយោបាយនេះគឺជាសារនយោបាយដ៏មុតស្រួយមួយដែលបញ្ជាក់ថារាជវង្សនៃត្រកូលគីមនឹងមិនរលាយបាត់ទៅតាមពេលវេលានោះឡើយលោកគឺជាតួអង្គដែលរស់នៅក្នុងភាពផ្ទុយគ្នាជានិច្ចកាលណាមានពិធីបុណ្យជាតិលោកបង្ហាញភាពទន់ភ្លន់និងភាពកក់ក្ដៅចំពោះប្រជាជនប៉ុន្តែចំពោះស្ត្រីខាងក្រៅលោកបង្ហាញភាពរឹងត្អង់និងមិនចុះញ៉មលោកបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីគ្រប់គ្រងមហាជនប៉ុន្តែលោកនៅតែរក្សាទម្លាប់បុរាណដើម្បីរក្សាជំនឿនិងការស្មោះត្រង់ជីវិតរបស់គីមចុងអ៊ុនគឺជាសក្ខីភាពនៃបុគ្គលម្នាក់ដែលហ៊ានដើរលើផ្លូវដែលពិភពលោកស្អប់ខ្ពើមដើម្បីរក្សាអ្វីដែលលោកជឿជាក់ថាជាជោគវាសនានៃជាតិសាសន៍និងមរតកគ្រួសារហើយលោកនឹងនៅតែជាអ្នកលេងអុកដ៏អាចកំបាំងដែលរាល់ការសម្រេចចិត្តមួយជំហានរបស់លោកសុទ្ធតែអាចធ្វើឲ្យទម្លាប់ភាពនយោបាយសកលប្រែប្រួលជារៀងរហូត